ជាសួរលោកគ្រូខ្ញុំបានឈ្មោះហ៊ុនយ៉ាងធូបក្រុម SU40 នេះ topic ដែល topic និយាយទៅលើ Docker value content by for container ដែល set ទៅសម្រាប់ការងារ final របស់យើងអញ្ចឹងជាដំបូងខ្ញុំសូមចូលទៅលើការងាររបស់យើងដែលទី1យើងធ្វើការបង្កើតទៅលើ share value ដែលគេ add ដើម្បី share ទៅលើ value ហ្នឹងដែលយើងត្រូវបង្កើត value មួយដើម្បីចែកលេខប្រើប្រាស់រវាង container ទាំង4បន្ទាប់មកយើងប្រឌិតវាដើម្បី check វាអញ្ចឹងដើម្បីដំបូងថ្មី command មួយ docker value create create big data មួយសម្រាប់មួយដែលដើម្បីចែកលេខប្រើប្រាស់រវាង container ទាំង4 big container AU40 Docker value create choosing Docker value កន្លែងនេះដោយសារតែខ្ញុំ create click ដាក់ e នេះខ្ញុំបាន create ទៅលើvalue មួយដែលឈ្មោះថា big data AU44 អញ្ចឹងធ្វើការ check វាថាយើង ls វាមើលតែនៅក្នុងហ្នឹងមានអីខ្លះនេះតែយើងមានជ្រើ big data របស់យើងមានមួយបន្ទាប់មកយើងធ្វើការដំណើរដើម្បីនេះបន្ទាប់មកជំហានបន្ទាប់យើងធ្វើដំណើរទៅលើ container ទាំង4របស់យើងដែលយើងធ្វើការវាយទៅលើ docker run date នេះមួយហើយធ្វើការបញ្ចូលទៅលើ name container 10 AU40C big data AU40 2 data Uនេះខ្ញុំបានបង្កើតហើយមិញដោយសារខ្ញុំសុំបង្ហាញតិចដល់ខ្ញុំបានfix វាដែរមុនហ្នឹងដោយសារតែខ្ញុំបានបង្កើតវាខ្ញុំមុនហ្នឹងខ្ញុំសរសេរអត់បានសរសេរច្រឡំចុច enter ឥឡូវខ្ញុំបាន create បានហើយសម្រាប់ដំណើរការ container ទាំង4របស់យើងអញ្ចឹងសម្រាប់ដំណើរការរបស់ container C អញ្ចឹងយើងនឹងចូលដល់ D ម្ដងសម្រាប់ D យើងធ្វើការវាយទៅលើ docker docker redis / បិទមួយហើយនេះខ្ញុំសុំ copy មួយនេះខ្ញុំសុំ copy ពី note ដែលខ្ញុំបានសរសេរមកសម្រាប់ containerសុំ enter មួយមិញដោយសារតែវាខុសអត់បាននេះអូខេខ្ញុំសូមបន្តមកដល់កន្លែង container D យើងម្ដងទៀតមិញដោយសារតែខ្ញុំនេះខ្ញុំសូម copy command code ដែលខ្ញុំបាន share ឲ្យ path ដែលខ្ញុំ save note តុកនេះតែខ្ញុំenter មកហើយធ្វើការបញ្ចូលទៅលើមួយទៀតដែលយើងបានបង្កើតលើ container C ហើយចឹងចុះ
D ចឹងចូលមក E មួយទៀតដូចគ្នាដែរគ្រាន់តែដូរឈ្មោះកន្លែង C D E 2 D មក E សុំ stop កន្លែងសិនចាំខ្ញុំបញ្ចូលហើយចាំនៅមកឲ្យសារវាដដែលចង់ឲ្យវីដេអូវែងអូខេនេះខ្ញុំបានបង្កើតទៅលើ container DC នេះ container D របស់យើងដែលបានហើយ E ក៏ដូចគ្នា F ក៏ដូចគ្នាមានថាវិញវាដូរនៅកន្លែងទៅកន្លែងដូរឈ្មោះ D E S ទៅនឹងមកចង់នេះខ្ញុំអត់បាន icon ខ្ញុំបញ្ចូលហើយតែខ្ញុំតមកអញ្ចឹងបន្ទាប់ពីយើងបានបង្កើតហើយអញ្ចឹងយើងនឹង check ទៅលើ container យើងទាំងអស់ដើម្បី check យើងវាយ command មួយថា docker ps នេះមានថាយើងបានបង្កើតមិញមាន container របស់យើងនេះ container EFDC ដែលខ្ញុំបានបង្កើត4មិញ user sub ទី1 FEDC អូខេបន្ទាប់ពីយើងបានបង្កើត check ហើយយើងធ្វើការ test ទៅលើការ share data អញ្ចឹងធ្វើការបង្កើត share data នៅក្នុង container C ដែលធ្វើការវាយ docker វាយ command មួយកូននេះខ្ញុំសុំតបន្តិចឲ្យសាគិតបាទមិញលើវាគៀងខ្ញុំវាយបញ្ចូលអត់ចេញអញ្ចឹងខ្ញុំបើកថ្មីធ្វើការតម្ដងទៀតដែលយើងបង្កើតឯកសារ container ដើម្បីតេស្តបើចែក share data ម្ដងមិនថា docker ex content ta container su sub .c .c echo hello from C data slash test .txt អូខេធ្វើ enter មកអូខេយើងបានបង្កើតហើយនេះអូខេបន្ទាប់ពីយើងចូលការបង្កើតឯកសារ container C អញ្ចឹងធ្វើការ add share ទៅក្នុង D អញ្ចឹងយើងធ្វើការcheck ទៅមើលឯកសារនៅក្នុង container D ដែលខ្ញុំបាន copy code ដែលខ្ញុំបានសរសេរមុននឹងហើយអត់ចង់ឲ្យវីដេអូវាវែងពេកផាសមកនេះដែលយើង container body ដែល cache ទៅលើ data test របស់យើងដែលយើងអានចេញពី container D ដែលអានទៅលើ text របស់ container D ដែលយើងបានបង្កើតមុនហ្នឹងអូខេនេះមិញដោយសារតែវាសាច់ directory ធ្វើការបញ្ចូលវាម្ដងទៀតទៅឥឡូវវាដែរហើយយើងធ្វើការបង្កើតឯកសារ container C ហើយធ្វើការយើងអានចេញពី container D ក្នុង C ដែលយើង share ពី C មកឲ្យ D បានឃើញឥឡូវយើងបានឃើញហើយដែលនៅក្នុង C របស់យើងបានសរសេរថា hello from C មានថាហើយបន្ទាប់មកយើងនឹងការ docker exec ដែល container user sub ហ្នឹង cat ហ្នឹងមានថាយើងទៅយក check មើលឯកសារក្នុង data test.text file របស់យើងក្នុង container C ឥឡូវយើងបានឃើញហើយអញ្ចឹងយើងបន្តពីនេះយើងធ្វើការបន្ថែមទៅលើការតន័យមួយក្នុង container E របស់យើងដែរនេះយើងបន្តការ copy code មួយដែលខ្ញុំបានសរសេរទុកហើយការផាសមកអូខេបន្ទាប់ពីយើងបានបង្កើតទៅលើបង្កើតទៅលើ file របស់ container នៅក្នុង container E ដែលយើងដាក់ឈ្មោះដែលក្នុង file របស់យើងដាក់ថា hello from E ដែលឈ្មោះ file របស់យើងដាក់ test.txt ដែលវាជា text file អញ្ចឹងមកហើយបន្ទាប់ពីយើងនេះមកយើងធ្វើការ test ទៅលើ test ទៅចេញពីនេះធ្វើការ test ទៅចេញពីទៅលើដែលយើងចេញយក container F ដើម្បីចូលទៅមើលក្នុង container E ដែលយើងបាន share data ថាវាបានឃើញអត់ការ enter មកនេះបន្ទាប់ពីយើង share មក test.txt របស់យើងមាន2 file តែទី1ដែលយើង
hello from C មានថាចេញពី container C ដែលយើងបាន share text file របស់ container C ឲ្យ container ផ្សេងៗដើម្បីឃើញហើយនឹង hello from E មានថាចេញពី container របស់ E ហើយដែលយើងមើលចេញពី container F ដែលនេះកន្លែងនេះយើងបញ្ជាក់ថាយើងឈរលើ container F ហើយដើម្បី cat ទៅរក file data ណា text file មួយណាដែលឈ្មោះថា test.txt ដែល test.txt ហ្នឹងមាន hello from C មានថាចេញពី container C ដែលយើងបង្កើត text file សម្រាប់ test មួយហើយនឹង hello from E មានថាចេញពី container E ដែលយើងបង្កើត text file នៅក្នុង container E ដែលយើងបានសរសេរនៅ container E របស់យើងដាក់ថា hello from E នេះជា data ហើយជាដែលយើង file របស់យើងដាក់ test.txt ដូចទៅនឹង container C អញ្ចឹងវានឹង show ប៉ុណ្ណឹងហើយសម្រាប់ lab មួយហ្នឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងអរគុណច្រើនលោកគ្រូ